សួស្តី fan ជាទីស្រឡាញ់ទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីការមកកាន់ channel របស់ admin នៅថ្ងៃនេះ admin នឹងមកសម្ដែងរឿង The Best Thing ភាគទី 3 ដែលជាភាគបន្តតែមុននឹងចូលដល់សាច់រឿង admin សូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច subscribe channel របស់ admin អ្នកមើលផងណាតោះអញ្ចឹងកុំឲ្យខាតពេលយូរទៅទស្សនាជាមួយ admin ទាំងអស់គ្នាការពីនៅភាគមុនតួស្រីរបស់យើងនាងក៏បានស្ដាប់ឮនៅអ្វីដែលប៉ារបស់យានហឹងនិងអ្នកស្រីហ្វាងបាននិយាយគ្នាពីរឿងចង់ឲ្យយានហឹងជួបគូណាត់ថ្មីអីចឹងណាតួស្រីស្ដាប់ហើយនាងពិតជាខូចចិត្តយ៉ាងខ្លាំងលោកពេលមកសម្រាប់ស៊ូយាគេក៏បានខំមកលេងតួស្រីរបស់យើងតែនាងមិនស្គាល់គេនោះទេទៅគេក៏ប្រាប់នាងថាជាអ្នកណាអីចឹងទៅតួស្រីដឹងហើយនាងក៏បានសួរគេតាមនឹងហើយគេក៏ប្រាប់ថាគេបានលេខរបស់នាងពីបុគ្គលិកចុះឈ្មោះអីចឹងណាហើយគេថែមទាំងសួរនាងទៀតថាមិនបានជាថ្ងៃនេះនាងអត់មកតាមការណាត់អញ្ចឹងតួស្រីក៏ប្រាប់ថាខ្ញុំជាប់រវល់ខ្លាំងណាស់ចឹងចាំសប្តាហ៍ក្រោយចុះស៊ូយាលើហើយគេក៏បានយកប្រោហើយគេក៏បានសុំវិឆារបស់តួស្រីយើងដើម្បីគេងាយស្រួលថតបញ្ជាក់បញ្ជាឲ្យនាងមើលអីចឹងណាតួស្រីក៏ប្រាប់ថាវិឆារបស់ខ្ញុំគឺភ្ជាប់ជាមួយនឹងលេខរបស់ខ្ញុំនឹងឯងពេលហ្នឹងដែរស៊ូយាគេក៏បានឲ្យតួស្រីយើងរកមើលកន្លែងណាសម្បូរដើមឈើច្រើនទៅព្រោះវានឹងជួយដកអុកស៊ីសែនដល់នាងអាចនឹងធ្វើឲ្យនាងមានអារម្មណ៍ល្អផងនៅពេលលើអញ្ចឹងតួស្រីក៏បានយកប្រោហើយនាងក៏សុំលាស៊ូយាទៅធ្វើការតែម្ដងទៅលោកក្រោយមកស៊ូយាគេក៏បានធ្វើបញ្ជាក់បញ្ជាថ្មីឲ្យនាងដើម្បីទុកឲ្យប៉ារបស់តួស្រីយើងទៅបាត់ថ្នាំឲ្យហើយគេថែមទាំងឆាតឲ្យនាងតាមវិឆាទៀតផងមិនតែប៉ុណ្ណោះគេក៏បានបន្ថែមថ្នាំមួយប្រភេទទៀតទុកឲ្យនាងដាក់ទឹកផឹកបន្ទាប់ពីចេញវិជ្ជាបញ្ជារួចហើយស៊ូយាគេក៏បានមកប្រាប់បុគ្គលិកឲ្យរៀបចំច្រកថ្នាំទុកឲ្យតួស្រីរបស់យើងព្រោះតិចទៀតប៉ារបស់នាងនឹងមកយកអីចឹងទៅលោកយប់ឡើងតួស្រីរបស់យើងនាងក៏បានទទួលថ្នាំពីប៉ារបស់នាងហើយនាងក៏យកថ្នាំលើឈើមួយទៀតយកមកដាក់ទឹកក្តៅផឹកមុនដំបូងតួស្រីរបស់យើងអត់ហ៊ានផឹកនោះទេព្រោះខ្លាចថាវាពិបាកលេបអីចឹងណាតែពេលដែលនាងសាក់ផឹកវាមកអត់ហើយទៅដឹងថារសជាតិរបស់វាពិតជាស្រួលលេបនិងឈ្ងុយដូចជាទឹកតែអញ្ចឹងឯខាងស៊ូយានិងលោកតារបស់គេក៏កំពុងតែឆុងលើឈើនិងផឹកដូចគ្នាហើយគេថែមទាំងថតបង្ហាញកែវគេផ្ញើទៅកាន់តួស្រីរបស់យើងទៀតផងចំណែកលោកតាវិញគាត់ក៏បានសួរស៊ូយាពីរឿងរបស់តួស្រីយើងតើគេបានជួបនាងនៅស៊ូយាក៏ប្រាប់ថានាងជាប់រវល់ខ្លាំងណាស់នាងប្រាប់ថាតតាទឹកក្រោយទៅនាងបានមកលោកតាលើអញ្ចឹងគាត់ក៏សួរវិញថាមិនបានជាឯងដឹងរឿងនេះឬមួយក៏ឯងបានលេខរបស់នាងហើយស៊ូយាក៏ប្រាប់ថាខ្ញុំបានលេខរបស់នាងតាមបុគ្គលិកចុះឈ្មោះហ្នឹងគ្រាន់តែលើអញ្ចឹងភ្លាមលោកតាពិតជាហួសចិត្តមែនតើមិននឹកស្មានថាចៅប្រុសរបស់គាត់នឹងបែរជាហ៊ានបើកចំហឲ្យបុគ្គលិកដឹងអញ្ចឹងសោះតែគាត់ក៏ហាមមិនឲ្យស៊ូយាធ្វើអីខុសពីក្រមសីលធម៌ពេទ្យនោះទេដើម្បីកុំឲ្យខូចឈ្មោះអីចឹងទៅម្យ៉ាងវិញទៀតគាត់ថែមទាំងសួរស៊ូយាថាតើឯងបានសង្កេតមើលនាងអត់ស៊ូយាក៏ប្រាប់លោកតាថានាងមានមិត្តប្រុសហើយហ្នឹងលោកតាស្ដាប់ហើយគាត់ដូចជារឿងស្ងាត់ចិត្តបន្តិចតែគាត់ក៏មិននិយាយអ្វីច្រើននោះដែរសាច់រឿងក៏បានកាត់ទៅស្អែកថ្មីជាបន្តទៀតយើងងាកទៅមើលក្នុងសន្តាគារវិញពេលនេះពិតជាមានភ្ញៀវច្រើនខ្លាំងមែនតើហើយបុគ្គលិកទាំងអស់ហ្នឹងក៏មកមានញឹកបំរើភ្ញៀវដូចគ្នាជាមួយគ្នានឹងដែរលោកយានហ្នឹងគាត់ក៏បានឲ្យតួស្រីរបស់យើងដើរនាំគាត់ទៅឡានបន្តិចតែក្រុមការងាររបស់តួស្រីយើងគេស្ម័គ្រចិត្តនាំគាត់ទៅជំនួសតួស្រីយើងតែលោកយានក៏អត់ព្រមទេគាត់ចង់បានតួស្រីរបស់យើងវិញតួស្រីលើអញ្ចឹងនាងក៏បានយកព្រមហើយនាងក៏ជូនគាត់ឡើងឡានតែម្ដងទៅលោកពេលដើរបណ្ដាលោកយានក៏បានសួរតួស្រីរបស់យើងពីរឿងកូនប្រុសរបស់គាត់តើគេមានបាននិយាយអីជាមួយនាងទេតួស្រីក៏ប្រាប់ថាគាត់និយាយតើលោកយានលើអញ្ចឹងគាត់ពិតជាសប្បាយចិត្តមែនតើដែលកូនរបស់គាត់សុំបាយគ្នាជាមួយតួស្រីយើងហើយតួស្រីរបស់យើងនាងក៏បានសួរលោកយានថាតើពេលណាយានហឹងគេត្រឡប់មកពីបរទេសវិញទៅស្រាប់តែលោកយានហ្នឹងក៏ប្រាប់ថាគេមិនបានទៅណានោះទេគេកំពុងតែនៅផ្ទះតានិយាយរួចគាត់ក៏ឡើងឡានតែម្ដងជាហេតុធ្វើឲ្យតួស្រីរបស់យើងពិតជាឈឺចាប់យ៉ាងខ្លាំងព្រោះតែមិត្តប្រុសរបស់នាងគេបានប្រាប់ថាគេទៅបំពេញការងារនៅបរទេសតែមិននឹកស្មានថាគេក៏ហត់នាងព្រោះតែកិច្ចពីនាងសោះលោកយប់ឡើងតួស្រីរបស់យើងនាងក៏បានមកសង្ងំយំតែម្នាក់ឯងនៅក្នុងសួនហើយថែមទាំងនៅក្នុងរកសាវរីជាច្រើនជាមួយយានហឹងទៀតផងនាងអត់នឹកស្មានថាចំណងស្នេហ៍7ឆ្នាំត្រូវបែកគ្នាមកប្រព្រឹត្តក្តីបែបនេះសោះក្រោយពីយំរួចហើយតួស្រីក៏បាននឹកឃើញពីសម្ដីដែលស៊ូយាបានប្រាប់នាងកាលពីម្សិលមិញគឺត្រូវតែឲ្យនាងរកកន្លែងណាសម្បូរធម្មជាតិតែបានច្រើនដើម្បីជួយឲ្យនាងមានអារម្មណ៍ល្អហើយនាងក៏ធ្វើតាមការប្រាប់របស់ស៊ូយាផងដែរលោកពេលបានធូរស្រាលមកវិញហើយតួស្រីក៏បានដើរទៅអោបដើមឈើមួយព្រោះពេលនេះនាងគ្មាននរណាម្នាក់ឲ្យនាងអោបបំបត្តិទុកនោះទេមានតែដើមឈើតែប៉ុណ្ណោះដែលអាចជួយនាងឲ្យបានធូរស្រាលខ្លះបន្ទាប់ពីលេងអីហើយនោះតួស្រីក៏បានត្រឡប់មកផ្ទះវិញថែមទាំងយកថ្នាំចិនសាយ3កញ្ចប់យកទៅផឹកទៀតផងព្រោះនាងចង់ឲ្យខ្លួនឯងឆាប់បានគេងលក់ហ្នឹងដើម្បីកុំឲ្យចិត្តនឹងនឹកគិតច្រើនពេកលោកពេលដែលនាងចូលគេងនាងក៏បានកលេចទៅឃើញរូបថតរបស់យានហឹងនៅលើតុកាន់តែធ្វើឲ្យតួស្រីរបស់យើងនឹងសែកយ៉ាងខ្លាំងហើយនាងក៏សម្រេចចិត្តយករូបនឹងទៅទុកតែម្ដងទៅព្រោះអត់ចង់ឃើញវាទៀតនោះទេជាមួយគ្នានឹងដែរសៀងយ៉ានាងក៏បានខំមកលេងតួស្រីរបស់យើងនឹងសួរសុខទុក្ខអីចឹងទៅតែតួស្រីក៏ប្រាប់ថានាងមិនអីនោះទេតែអ្វីដែលនាងបារម្ភនៅពេលនេះគឺមិនដឹងបកស្រាយប្រាប់ម៉ាក់ប៉ារបស់នាងបែបណាហើយនាងក៏ចង់ឲ្យពួកគាត់បារម្ភនោះដែរចឹងមានតែរកពេលប្រាប់គាត់តាមត្រង់តែប៉ុណ្ណោះបន្ទាប់ពីនិយាយគ្នាលេងបានមួយសន្ទុះសៀងយ៉ានាងក៏បានឲ្យតួស្រីរបស់យើងដាក់ច្បាប់សម្រាប់សិនទៅក្រែងលោបានធូរស្រាលចិត្តខ្លាំងតួស្រីស្ដាប់ហើយនាងក៏បានយកព្រមហើយពួកគេទាំងពីរក៏បញ្ចប់ការសន្ទនាតែម្ដងលោកព្រឹកបន្ទាប់តួស្រីរបស់យើងនាងក៏បានមករកស៊ូយានៅគ្លីនិកតែបុគ្គលិកក៏ប្រាប់ថាថ្ងៃនេះស៊ូយាគេបានមកធ្វើការនោះទេគេមកធ្វើការទីនេះតែថ្ងៃសៅរ៍តែប៉ុណ្ណោះឯថ្ងៃផ្សេងហ្នឹងគេនៅប្រចាំការក្នុងមន្ទីរពេទ្យ TCM ងាកទៅមើលខាងស៊ូយាវិញគេតែបញ្ចប់ការងាររបស់គេរួចហើយគេហ្នឹងតួស្រីរបស់យើងនាងក៏បានឆាតមកប្រាប់គេថានាងមករកគេនៅគ្លីនិកតែអត់បានជួបអីចឹងទៅស៊ូយាក៏ប្រាប់ឲ្យតួស្រីរបស់យើងហ្នឹងមករកគេនៅមន្ទីរពេទ្យមកចាំគេពិនិត្យជីពចោលឲ្យនាងចោលហើយគេក៏ប្រាប់ពីកន្លែងជួបគ្នាបកទៅមើលខាងតួស្រីយើងវិញនាងក៏បានមករងចាំស៊ូយានៅសួនបន្លែមួយក្រៅមន្ទីរពេទ្យហើយនាងថែមទាំងដើរមើលជុំវិញហ្នឹងទៀតផងមួយសន្ទុះក្រោយស៊ូយាគេក៏បានមកដល់ហើយពួកគេទាំងពីរហ្នឹងក៏មកអង្គុយនិយាយគ្នាលេងអីចឹងទៅលើពីហ្នឹងទៀតស៊ូយាគេក៏បានពិនិត្យជីពចោលឲ្យតួស្រីរបស់យើងផងដែរជាហេតុធ្វើឲ្យនាងពិតជានឹងស៊ូយាខ្លាំងមែនតើស៊ូយាគេក៏បានសួរទៅកាន់តួស្រីយើងថាមិនក៏សម្ពាធជីពចោលរបស់នាងធ្លាក់ចុះខ្លាំងម៉េចតួស្រីក៏ប្រាប់ថាមួយរយៈនេះខ្ញុំរវល់ការងារច្រើនពេកចង់ខ្ញុំអត់សូវបានគេងនោះទេស៊ូយាលើហើយគេក៏បាននិយាយថាប្រហែលជានាងគួរតែបដូរគ្រូពេទ្យថ្មីហើយព្រោះជំនាញរបស់ខ្ញុំអត់សូវល្អទេតួស្រីលើអញ្ចឹងនាងក៏បានសើចគាត់និយាយទៅវិញថាកាលពីដំបូងឡើយលោកគឺជាអ្នកមើលឲ្យខ្ញុំឥឡូវនេះលោកចង់មកបងខ្ញុំចោលមែនតែស៊ូយាគេក៏តបវិញថាមានណាខ្ញុំគ្រាន់តែនិយាយលេងជាមួយនឹងនាងហ្នឹងណាហើយគេក៏យកដៃមួយចំហៀងទៀតហ្នឹងមកចាប់មើលជីពចោលរបស់នាងផងដែរ
តួស្រីឃើញអញ្ចឹងនាងក៏សួរទៀតថាក្រៅពីការជួយឲ្យគេលក់តើលោកអាចជួយអ្វីផ្សេងបានទេព្រោះម៉ាក់របស់ខ្ញុំបានប្រាប់ខ្ញុំថាមួយរយៈនេះខ្ញុំដូចជាស្លក់នឹងខ្វះធម៌ពលខ្លាំងណាស់សូយាគេក៏បានងក់ក្បាលតែគេក៏ប្រាប់ថាអ្វីដែលសំខាន់នោះគឺការគេងបើសិនជានាងគេងអត់សូវគ្រប់គ្រាន់ធ្វើមិននឹងរាងកាយរបស់នាងរឹងមាំហ្មងតែអត់អីទេចាំខ្ញុំសរសេរវេជ្ជបញ្ជីឲ្យនាងទៅបើកថ្នាំចុះនិយាយរួចគេក៏បានសរសេរវេជ្ជបញ្ជីបើកថ្នាំថ្មីឲ្យតួស្រីរបស់យើងនិងប្រាប់ឲ្យនាងយកវាទៅបើកនៅ clinic អីចឹងណាក្រោយពីបានវេជ្ជបញ្ជីរួចហើយតួស្រីក៏បានសុំលាសូយានិងអរគុណដែលគេចំណាយពេលពិនិត្យឲ្យនាងរួចក៏លាគេតែម្ដងទៅបន្ទាប់មកតួស្រីរបស់យើងនាងក៏បានមកកាន់ clinic ម្ដងទៀតហើយក៏យកវេជ្ជបញ្ជីមកបង្ហាញដល់បុគ្គលិកចំណែកបុគ្គលិកវិញនាងក៏បានខុសទៅបញ្ជាក់ជាមួយនឹងសូយាក្រោយពីបញ្ជាក់រួចហើយបុគ្គលិកក៏ប្រាប់ឲ្យតួស្រីយើងទៅផ្ទះសិនចុះចាំ4ម៉ោងក្រោយចាំមកយកថ្នាំលុះយប់ឡើងតួស្រីរបស់យើងនាងក៏បានយកថ្នាំថ្មីមកផឹកតែឃើញថារសជាតិពិតជាខ្លាំងជាងមុនទៅទៀតដល់ថ្នាក់នាងលេបមិនចង់ចូលនោះទេដែលឃើញបែបនេះតួស្រីក៏បានឆែកមើលពីធាតុផ្សំរបស់ថ្នាំតាមអ៊ីនធឺណិតតើវាមានធាតុផ្សំពីអីខ្លះមិនក៏រសជាតិជូរខ្លាំងម៉េចកំឡុងពេលហ្នឹងដែរសូយាគេក៏បានឆាត់មកសួរតួស្រីយើងថាមិនក៏នាងអត់ទាន់កេងទៀតអញ្ចឹងតើនាងកេងអលក់មែនទេព្រោះគេទៅតែឃើញនាងបោះរូបតួស្រីក៏ដាក់ទៅវិញថាចុះលោកវិញមិនក៏លោកប្រំកេងឬមួយក៏កេងអលក់ដែរមែនបើសិនជាខ្ញុំកេងលក់មិននឹងបានតបឆាតរបស់លោកហើយសូយាឃើញឆាតហ្នឹងហើយគេក៏បានដាក់មកវិញ good night ផងដែរអញ្ចឹងឲ្យនាងឆាប់ចូលគេងអញ្ចឹងណាសាច់រឿងក៏បានកាត់ទៅស្អែកថ្មីជាបន្តទៀតនៅព្រឹកនេះតួស្រីរបស់យើងនាងអត់ទាន់ចូលធ្វើការនោះទេហើយនាងក៏បបួលម៉ាក់ប៉ារបស់នាងនឹងចុះទៅដើរលេងនៅខាងក្រោមតែប៉ារបស់នាងអត់ទៅទេព្រោះគាត់ជាប់រវល់ខ្លាំងណាស់ពេលវេលាមិនយូរប៉ុន្មានក៏ចាប់ផ្ដើមងងឹតម្ដងទៀតហើយតួស្រីរបស់យើងនាងក៏បានយកថ្នាំមកកញ្ចប់មកអង្គុយផឹកនៅសួនច្បារជួនជាគ្រាហ្នឹងសូយាគេក៏បានមកឃើញហើយគេក៏ចូលមកនិយាយលេងជាមួយតួស្រីយើងមិនតែប៉ុណ្ណោះគេថែមទាំងបបួលនាងទៅរកទិញអីនៅម៉ាតចិត្តហ្នឹងទៀតផងក្រោយមកអ្នកទាំងពីរក៏បានមកដល់ម៉ាតហើយក៏ដើរទិញរបស់រៀងៗខ្លួនអីចឹងទៅលុះពេលទិញរួចហើយពួកគេក៏យកមកគិតលុយតែគ្រាហ្នឹងតួស្រីរបស់យើងនាងក៏បានងាកទៅមើលសូយាកំពុងតែថោកភេសជ្ជៈមួយជាហេតុធ្វើឲ្យនាងហ្នឹងក៏នឹកឃើញដល់មិត្តប្រុសរបស់នាងតែម្ដងព្រោះគេក៏ចូលចិត្តរបស់ហ្នឹងដូចគ្នាក្រោយមកពួកគេទាំងពីរហ្នឹងក៏បានត្រឡប់ទៅផ្ទះវិញមិនតែប៉ុណ្ណោះសូយាគេថែមទាំងឲ្យស្ករគ្រាប់មកប្រអប់ទៅកាន់តួស្រីយើងទុកពេលដែលនាងផឹកថ្នាំហើយនាងអាចបៀមស្ករគ្រាប់នេះតាមក្រោយអីចឹងទៅមិនយូរប៉ុន្មានពួកគេក៏បានមកដល់ផ្ទះហើយតួស្រីក៏សុំលាសូយាតែម្ដងទៅសាច់រឿងក៏បានកាត់ទៅស្អែកថ្មីជាបន្តទៀតនៅពេលដែលសូយាកំពុងតែធ្វើការក៏ស្ដាប់តែមាននរណាម្នាក់បានខលមកហើយគាត់ថែមទាំងឲ្យសូយាមកជួបគាត់ទៀតផងតែយើងអត់ទាន់ដឹងថាជានរណានោះទេតែតាម admin គាត់ថាប្រហែលជាប៉ារបស់សូយាផងក៏មិនដឹងលុះពេលចាប់ម៉ោងការងារសូយាគេក៏បានរៀបចំទៅផ្ទះតែគេក៏ឆ្លៀតបើកមើលព័ត៌មាននៅថ្ងៃនេះផងដែររួចក៏បានឃើញថាលោកហឺសឹងដែលជាដុកទ័រផ្នែកវះកាត់បេះដូងនឹងបានដឹកនាំក្រុមគ្រូពេទ្យជំនាញចូលមកមន្ទីរពេទ្យក្នុងក្រុងដើម្បីផ្លាស់ប្ដូរពីរបបវះកាត់ថ្មីនឹងលឿនជាងមុនហើយគាត់ក៏ត្រូវបានផ្ទេរតំណែងចូលមកធ្វើការនៅក្នុងក្រុងផងដែរបន្ទាប់ពីមើលព័ត៌មាននឹងរួចហើយសូយាគេក៏បានដឹងពីមូលហេតុដែលបារម្ភបាច់មិនចង់ជួបជាមួយនឹងគេតែគ្នាហ្នឹងសូយាគេក៏បាននឹកសម័យលើអតីតកាលរបស់គេដូចគ្នាគឺកាលនោះគេបានសម្លឹងមើលម៉ាក់របស់គេឈឺចាប់ដោយសារតែជំងឺរបស់គាត់តែគេមិនអាចជួយអ្វីគាត់បាននោះឡើយព្រោះកាលនោះគេនៅតូចខ្លាំងណាស់ទីបំផុតម៉ាក់របស់គេក៏បានស្លាប់ត្រឡប់មកសាច់រឿងរបស់យើងវិញនៅថ្ងៃនេះអាកាសធាតុក្នុងទីក្រុងពិតជាមានភ្លៀងធ្លាក់យ៉ាងខ្លាំងហើយសូយាគេក៏បានរត់ទៅផ្ទះទាំងគ្មានឆាត់នោះទេជាមួយគ្នានឹងដែរក៏បានលើសំឡេងហៅរបស់តួស្រីយើងជាហេតុធ្វើឲ្យសូយានឹងក៏ងាកមើលយ៉ាងលឿនហើយក៏បានឃើញតួស្រីរបស់យើងនឹងកំពុងតែរត់មកជាមួយនឹងផ្កាលីលីដ៏ស្រស់ស្អាតទៀតផងតួស្រីបានយកឆាត់មកទទួលឲ្យសូយានិងសួរគេថាមិនបានជាលោកគ្មានឆាត់អញ្ចឹងតែសូយាគេមិនឆ្លើយនោះឡើយព្រោះរវល់តែភ្លឹកនឹងសម្រាប់របស់តួស្រីយើងបន្ទាប់មកអ្នកទាំងពីរក៏បាននាំគ្នាដើរទៅផ្ទះជាមួយគ្នាហ្មងទៅដើរបណ្ដាសូយាគេក៏បានសួរពីការនៅដៃរបស់នាងតើមានអ្នកណាឲ្យនាងមែនទេតួស្រីក៏ប្រាប់ថាអត់ទេខ្ញុំទិញវាតែខ្លួនឯងតើនិយាយរួចនាងក៏ចែកវាពាក់កណ្ដាលឲ្យទៅសូយាដើម្បីអរគុណដែលគេជួយមើលជំងឺឲ្យនាងអីចឹងណាលុះពេលមកដល់មុខផ្ទះហើយនោះតួស្រីនាងក៏សុំលាសូយាតែម្ដងទៅហើយនាងក៏ឲ្យគេខ្ចីឆាត់របស់នាងផងដែរចំណែកសូយាវិញគេក៏បានត្រឡប់មក clinic របស់គេហើយបុគ្គលិកក៏សួរនាំពីរឿងការទៀតផងតែសូយាក៏ប្រាប់ថាមានគេឲ្យអីចឹងណាមិនតែប៉ុណ្ណោះគេថែមទាំងឲ្យបុគ្គលិករៀបចំថ្នាំទុកឲ្យតួស្រីរបស់យើងទៀតកំឡុងពេលហ្នឹងដែរក៏មាននរណាម្នាក់បានលួចថតសូយាព្រោះអីថ្ងៃនេះសូយាគេដោះម៉ាស់របស់គេចេញអញ្ចឹងរូបរាងសង្ហារបស់គេហ្នឹងច្បាស់ជាធ្វើឲ្យនរណាម្នាក់ចាប់អារម្មណ៍ជាមិនខានទេកាត់ទៅមើលខាងតួស្រីយើងវិញពេលនេះនាងកំពុងតែញ៉ាំបាយជាមួយនឹងម៉ាក់ប៉ារបស់នាងស្រាប់តែគ្រានឹងដែរម៉ាក់របស់តួស្រីយើងគាត់ក៏បានឃើញនរណាម្នាក់បង្ហោះរូបរបស់សូយាជាហេតុធ្វើឲ្យគាត់ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិននឹកស្មានថាក្នុងសង្កាត់នេះហាមានពេទ្យមុខសង្ហាអញ្ចឹងសោះសូម្បីតែប៉ារបស់តួស្រីយើងគាត់ក៏សរសើរដូចគ្នាចំណែកតួស្រីវិញនៅឡងភ្ញាក់ផ្អើលហ្មងមិននឹកស្មានថាសម្រាប់របស់សូយាធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍អញ្ចឹងទេហើយម៉ាក់របស់តួស្រីយើងគាត់ក៏បានសួរនាងពីសូយាផងដែរតែនាងបានស្គាល់គេព្រោះគេធ្វើការនៅក្នុង clinic តែតួស្រីហ្នឹងក៏ប្រកែកថាដែរស្គាល់ទេព្រោះតែនាងខ្លាចម៉ាក់របស់នាងសុំវិឆារបស់សូយាអីចឹងទៅលុះថ្ងៃត្រង់បន្តិចតួស្រីក៏បានទៅ clinic ដើម្បីជួបសូយាព្រោះដល់ថ្ងៃណាត់អីចឹងណាតែមិននឹកស្មានថាពេលមកដល់មន្ទីរពេទ្យហ្នឹងបែរជាឃើញមានអ្នកជំងឺជាច្រើនកំពុងតែឈរតម្រង់ជួរចាំជួបសូយាទៅវិញហើយបុគ្គលិកក៏បានមកប្រាប់ថាពេលនេះសូយាក៏អាចជួបជាមួយនឹងតួស្រីរបស់យើងបានដែរព្រោះមានមនុស្សជាច្រើនកំពុងតែចាំជួបគាត់ដោយសារតែការពីម្សិលមិញហ្នឹងមានគេបានបង្ហោះរូបរាងរបស់គាត់ពេញបណ្ដាញសង្គមចឹងហើយបានជាព្រឹកនេះហាមានអ្នកជំងឺជាច្រើនចាំជួបគាត់បែបនេះតួស្រីលើចឹងនាងពិតជាហួសចិត្តយ៉ាងខ្លាំងហើយនាងក៏ផ្ញើសារទៅសួរសូយាផងដែរតែគេក៏តបវិញថាចាំឲ្យនាងជួបគេពេលបន្តិចទៀតអីចឹងណាងាកមកមើលសូយាវិញគេកំពុងតែពិនិត្យជំងឺឲ្យអ៊ំប្រុសម្នាក់តែមើលទៅគាត់ដូចជាមិនបានឈឺអីទេទៅគេក៏សួរថាតើអ៊ំមានជំងឺអ្វីស្រាប់តែអ៊ំប្រុសម្នាក់ហ្នឹងគាត់បែរជាយករូបកូនស្រីរបស់គាត់បង្ហាញដល់សូយាទៅវិញហើយមូលហេតុដែលគាត់មកទីនេះគឺដើម្បីរកប្តីឲ្យកូនស្រីរបស់គាត់ហ្នឹងឯងមិនតែប៉ុណ្ណោះមានមនុស្សជាច្រើនកំពុងតែតម្រង់ជួរចាំជួបសូយានៅមុខបន្ទប់ក៏ព្រោះតែពួកគេហ្នឹងចង់បង្ហាញរូបកូនស្រីរបស់ពួកគេឲ្យសូយាមើលដោយសារតែមានមនុស្សច្រើនពេកសូយាគេមិនអាចទទួលអស់នោះឡើយហើយបុគ្គលិកហ្នឹងក៏បានដេញឲ្យគ្រប់គ្នាទៅវិញសិនចោលព្រោះសូយាត្រូវការសម្រាប់ម៉ោងបាយនៅពេលគ្រប់គ្នាចេញអស់សូយាក៏បានចេញពីបន្ទប់ហើយគេក៏បានគេចខ្លួនទៅសួនខាងក្រៅតែម្ដងទៅបន្ទាប់មកសូយាគេក៏បានឆាតឲ្យតួស្រីរបស់យើងមកជួបគេនៅខាងក្រៅមកមិនយូរប៉ុន្មានតួស្រីរបស់យើងនាងក៏បានមកដល់ហើយនាងក៏សួរគេថាតើលោកអត់ទៅញ៉ាំបាយទេមិនបានជាមកទីនេះអញ្ចឹងសូយាក៏ប្រាប់ថាអត់ទាន់ឃ្លានទេខ្ញុំមកទីនេះដើម្បីសម្រាប់
បន្តិចព្រោះប្រាក់មិញមនុស្សច្រើនពេកទោះស្អីលើចឹងនាងក៏បានសើចហើយនាងក៏បានឲ្យសាំងវៃខ្លះទៅកាន់ស៊ូយាផងដែរម្យ៉ាងវិញទៀតនាងថែមទាំងសួរអាយុរបស់ស៊ូយាទៀតផងទៅគេក៏ប្រាប់ថាឆ្នាំនេះគេអាយុ31ឆ្នាំហើយទោះស្អីលើចឹងនាងក៏សួរវិញថាអាយុរបស់លោកច្រើនហើយចុះលោកអត់ទាន់គិតគូររឿងអាពាហ៍ពិពាហ៍ទេតែស៊ូយាក៏ប្រាប់ថាខ្ញុំជាប់រវល់ខ្លាំងណាស់ដូច្នេះអត់សូវមានពេលគិតពីរឿងហ្នឹងទេទោះស្អីស្ដាប់ហើយនាងក៏មិនសួរដេញដោលអីទៀតនោះដែរហើយពួកគេទាំងពីរក៏អង្គុយនិយាយគ្នាលេងពីនេះពីនោះដោយធម្មតាអញ្ចឹងទៅក្រោយមកសាររបស់យើងក៏បានស្លេះនៅត្រឹមនេះចឹងកុំភ្លេចរងចាំទស្សនាជាមួយ admin នៅភាគក្រោយជាបន្តទៀតណាសូមអរគុណសូមជម្រាប